Ok nè ngày sụt đây từng ngọc nè bà xóa cùng mà can video mấy bà chẳng ngày nè dương nâng phơi ca recordใน video ใจได้แต่ตอนนั้นสักพักไม่มุ้ยแต่ยังphơi ca an ក្នុងពេលដំណើរគ្នាជាមួយនឹង Good Life បាទគឺសភៅបទបញ្ញត្តិទាំង48ប្រការដើម្បីកសាងអំណាចបាទគឺ The 48 Law of Power បាទនិពន្ធដោយលោក Robert Greene បាទចឹងសម្រាប់សភៅមួយក្បាលនេះគឺយើងនឹងគ្រោងធ្វើវាចំនួន48 episode អូខេតោះកុំឲ្យខាតពេលយូរយើងចូលទៅមើលបទបញ្ញត្តិទី1ទាំងអស់គ្នាតើគេបានបរៀនអីពីសភៅមួយនេះក្នុងបទបញ្ញត្តិទី1បាទចឹងសម្រាប់បទបញ្ញត្តិទី1យើងមានចំណងជើងថាវាមានចំណងជើងថាកុំធ្វើខ្លួនឲ្យលេចធ្លោជាងចវាយនេះបាទកុំធ្វើខ្លួនឲ្យលេចធ្លោជាងចវាយនេះបាទអញ្ចឹងក្រោយពីធ្វើការអានចប់នៅបទបញ្ញត្តិទី1នេះយើងបាន analyze ហើយ finalize ចំនួន5ចំណុចយកមកចែកម្លែកជាមួយគ្នាយើងបាទទី1គឺយើងបានរៀនសូត្រដឹងថាជាធម្មជាតិរបស់មនុស្សបាទភាគច្រើនមិនមែនទាំងអស់ណាតែគេនិយាយថាភាគច្រើនបាទនៅកន្លែងការងារបាទតែងតែមានការចំណែនបាទមកលើយើងពេលដែលយើងដែលជាអ្នករួមការងារហ្នឹងមានសមត្ថភាពលេចធ្លោជាងបាទអញ្ចឹងក្នុងសភៅគេនិយាយតែបរិបទការងារបាទន័យថានៅកន្លែងការងារមួយបើសិនជាយើងធ្វើការបានល្អលេចធ្លោជាងបាទសមាជិកដទៃអ្នកដទៃគេនឹងមានកូនចិត្តឬក៏មានចិត្តចំណែនមកលើយើងវាជារឿងត្រឹមត្រូវខ្ញុំយល់ស្របថាវាជារឿងត្រឹមត្រូវហើយមិនមែនតែនៅកន្លែងការងារបើយើងនិយាយឲ្យវាទលំទលាយជាងហ្នឹងណាបានន័យថាសូម្បីតែការរៀនសូត្រក្នុងថ្នាក់តែមួយការរស់នៅក្នុងសង្គមមួយដែលសូម្បីតែរឿងទាំងអស់ហ្នឹងក៏វាមានដែរការចំណែនហ្នឹងបាទបានន័យថាបើសិនយើងរៀននៅក្នុងថ្នាក់មួយយើងល្អជាងយើងបកកែឬក៏អីហ្នឹងមានអ្នកខ្លះគេចំណែនយើងមិនអត់ទេបាទហើយបើសិននៅក្នុងសង្គមវិញគឺយើងដឹងស្រាប់ហើយបាទយើងល្អយើងមិនល្អមិនអីហ្នឹងគឺមានហើយបាទអ្នកចាំនិយាយចាំថាយើងបាទមានអ្នកចាំចំណែនមានអ្នកចាំថាចំផលិតមានអត់ទេបាទចាអាហ្នឹងវាគេបញ្ជាក់ណាក្នុងសភៅគេបញ្ជាក់ថាវាជាធម្មជាតិរបស់មនុស្សឯងប៉ុន្តែបើតាមការគិតរបស់ខ្ញុំវានៅតែមានបាទមនុស្សល្អអញ្ចឹងមនុស្សដែលគេ feel appreciate ជាមួយនឹងសមិទ្ធផលដែលយើងបានធ្វើទោះបីជាបានន័យថាទោះបីយើងល្អជាងគេខ្ញុំជឿថានៅមានមនុស្សបែបហ្នឹងបានន័យថាយើងល្អជាងគេក៏ល្អទៅប៉ុន្តែកុំឲ្យតែយើងទៅប៉ះពាល់គេគឺអត់មានអីត្រូវខ្វល់ខ្វាយហ្មងបាទគេ appreciate មួយយើងបាទតែនេះចំណុចទី1ដែលយើងបានរៀនសូត្រចំណុចទី2បាទគឺចំណុចទី2គេបានណែនាំយើងថាកុំឲ្យយើងនឹងធ្វើខ្លួនចេះជាងមេរបស់យើងបាទតែកាលណាយើងធ្វើខ្លួនចេះជាងមេរបស់យើងធ្វើឲ្យមេរបស់យើងនឹងគាត់ធ្លាក់ជាប្រយោជន៍ភាពនៅក្នុងកន្លែងការងារហ្នឹងឬក៏ប្លុកការងារហ្នឹងហើយធ្វើតែកាលណាគាត់ធ្លាក់ជាប្រយោជន៍ភាពគាត់ចាប់បានមានអារម្មណ៍ insecure អារម្មណ៍មួយមិនស្រួលមិនសុវត្ថិភាពអញ្ចឹងពេលហ្នឹងហើយយើងនឹងមានបញ្ហាបានន័យថាអាចក្នុងសភៅគេបានបញ្ជាក់ណាថាគាត់នឹងរកវិធីសាស្ត្រធ្វើម៉េចឈប់យើងឬក៏ដកយើងចេញទៅព្រោះយើងជាបញ្ហានិយាយស្រួលយល់ទៅយើងជាហានិភ័យសម្រាប់គាត់អីចឹងដែរ yes តាមពិតទៅកន្លែងហ្នឹងខ្ញុំយល់ស្របបាទយល់ស្របហើយគ្នាយើងគិតមិនញ៉ាំដឹងតែសម្រាប់ខ្ញុំយល់ស្របថាចេះជាទូទៅគាត់ជាមេគាត់ជាថ្នាក់លើជាអ្នកធ្វើការដែលមានតំណែងលើយើងណាអញ្ចឹងមិនថាការធ្វើការរបស់យើង operate នៅ project អីមួយឬក៏យើង proceed អីមួយយើងគួរតែនិយាយទៅយើងគួរតែឲ្យគាត់ cooperate ជាមួយយើងបានន័យថាគួរតែឲ្យគាត់ take part នៅក្នុងអីទាំងអស់ហ្នឹងណាអញ្ចឹងពេលដែលយើងធ្វើ process ធ្វើ project អីផ្សេងបានជោគជ័យគឺយើងគួរតែឲ្យបាទ credit ទៅកាន់មេរបស់យើងហើយមួយទៀតក្នុងនាមយើងជាអ្នកធ្វើការយើងឋានៈក្រោមគេក៏គុំគួរណាស់បញ្ចេញអត្តចរិតកន្លែងចំណុចទី2នេះបើតាមការអានมันថាជាមនុស្សដែលឆ្មៃបាទហើយថាអំនួតបាទគិតថាគេចេះមិនដល់ខ្លួនឯងគិតថាមេយើងចេះមិនដល់យើងតែយើងត្រូវចាំថាពីមុនមកអត់មានយើងក៏គាត់ធ្វើការបានល្អឥឡូវមានយើងក៏ល្អកាន់តែល្អហើយបើសិនជាយើងខ្លាំងល្អជាងគាត់មែនម្លោះយើងធ្វើមេគាត់មិនមែនគាត់ធ្វើមេយើងអូខេបាទហើយនិយាយស្រួលយល់ទៅចំណុចទី2នេះខ្ញុំក៏ចង់បញ្ជាក់យើងថាដរាបណាយើងស្ថិតនៅក្នុងតំណែងមួយដែលក្រោមបាទយើងមានមេមានថ្នាក់លើគួរណាស់តែផ្ដល់តម្លៃនិងការគោរពទៅកាន់គាត់ហើយបើទោះបីជាយើងនឹងចេះខ្លាំងអីជាងគាត់មិនក៏ដោយក៏គុំបង្ហាញគុំបញ្ចេញ
có cùng behaveទាំងអស់នឹងចេញឲ្យគាត់ឃើញខ្លួនអ្នកដទៃឲ្យឃើញព្រោះវាជាការលុបដោមទៅលើមេយើងជាការមើលងាយទៅលើគាត់ណាបាទទោះបីជាយើងចេះជាងគាត់ប៉ុន្តែបើនិយាយពាក្យថាមេមួយម៉ាត់បានន័យថាគាត់ចាស់ជាងយើងគាត់មានវ័យចាស់ជាងគាត់មានបទពិសោធន៍ច្រើនជាងបានគាត់មានឋានៈលើយើងហើយយើងគួរទៅយល់ឡើងហ្នឹងបានតែយើងចូលធ្វើការក្រោយឬអីយ៉ាងទៅអានេះជា perspective របស់ខ្ញុំជាការយកឃើញរបស់ខ្ញុំណាអញ្ចឹងយល់ល្អគួរតែបាទគោរពឲ្យតម្លៃបង្ហាញការនិយាយស្ដីអាកប្បកិរិយារបស់យើងឲ្យគាត់មើលឃើញនឹងអ្នកដទៃមើលឃើញថាយើងគោរពយើងឲ្យតម្លៃគាត់បើទោះបីជាយើងខ្លួនឯងដឹងថាយើងហាក់បីដូចជាមានការចេះយល់ដឹងជាងគាត់ទៅដល់អូខេបាទទី3បាទទី3គឺកន្លែងនេះគេបរៀនអាចថាបរៀនឲ្យមនុស្សបើយើងមនុស្សល្អមនុស្សត្រឹមត្រូវយើងថាបរៀនឲ្យមនុស្សខូចបាទគឺគេនិយាយថាយើងជាមនុស្សយើងត្រូវតែចេះបញ្ចោចេះលើកជើងបាទចេះកោតសរសើរពីមេរបស់យើងនៅទីសាធារណៈដែលមានមនុស្សច្រើនព្រោះការដែលយើងធ្វើបែបហ្នឹងគឺធ្វើឲ្យគាត់មានមុខមានមាត់បាទការធ្វើឲ្យគាត់មានភាពសប្បាយរីករាយប៉ុន្តែកន្លែងហ្នឹងក៏គេបាន note បន្ថែមទៀតដែរគឺយើងត្រូវធ្វើការនិយាយបញ្ចូលឬក៏លើកជើងក៏លើកដំកើងកោតសរសើរហ្នឹងគឺធ្វើមិនខ្មិចកុំឲ្យវាមានពាក្យថាពេកបានថាវានៅមាន limit ការសរសើររបស់យើងការបញ្ចូលរបស់យើងហ្នឹងត្រូវតែមាន limit កុំឲ្យមានអារម្មណ៍ថាពេកព្រោះតែកាលណាពេកអ្នកដទៃគេស្ដាប់មើលមកឬក៏សូម្បីតាថ្នាក់លើរបស់យើងក៏ស្ដាប់មើលមកក៏មានអារម្មណ៍ថាចេញអញ្ចឹងបាទព្រោះវាពេកណាបាទអញ្ចឹងនិយាយអីមិនចេះនិយាយពាក្យអីមិនឲ្យល្អទៅបាទឲ្យស្ដាប់មើលទៅវាសមហេតុផលវា logic បាទវា acceptable បាទទទួលយកបានមិនមែនស្ដាប់ឲ្យគេឡើងឃើញបាទវាអារម្មណ៍ថាអ៊ីវបាទអញ្ចឹងចំណុចនេះគឺគេបរៀនឲ្យយើងចេះនិយាយលើកតម្កើងបាទតែប៉ុន្តែវាជារឿងល្អមួយដែរដែលយើងជាអ្នករួមការងារជាមួយហើយយើងស្ថិតនៅឋានៈក្រោមគេណាបាទអញ្ចឹងយើងគួរតែទៅសើនិយាយទៅសើលើតម្កើងគាត់ទៅនៅចំណុចល្អរបស់គាត់បាទអានេះជា perspective របស់ខ្ញុំបានន័យថាកន្លែងណាដែលយើងឃើញថាជាចំណុចល្អរបស់គាត់ជាទេពកោសល្យរបស់គាត់ជាភាពប៉ិនប្រសប់របស់គាត់យើងទៅសើទៅបាទទៅសើទៅវាអត់ខុសទេបាទព្រោះគាត់ធ្វើកន្លែងហ្នឹងល្អចំណុចហ្នឹងគាត់ធ្វើបានល្អបាទគាត់មានទេពកោសល្យហ្នឹងគាត់ប៉ិនប្រសប់ធ្វើកន្លែងហ្នឹងអញ្ចឹងទៅសើគាត់ទៅអត់ខុសទេប៉ុន្តែបើសិនជាកន្លែងផ្សេងសម្រាប់ខ្ញុំណាបាទកុំអីបាទមិនបាច់ទេតែបើយើងអ្នកចេះស៊ីចូលចេះបញ្ចូលអាហ្នឹងគេបញ្ចូលលើកជើងគេទៅលើកទៅប៉ុន្តែបើសម្រាប់ការគិតរបស់ខ្ញុំគឺគួរតែសរសើរគួរតែលើកតម្កើងគួរតែបញ្ចូលនៅកន្លែងណាដែលគាត់ពិតជាបង្ហាញពិតជាចេះពិតប្រាកដមែនយើងមើលឃើញថាគាត់ពិតប្រសប់ឡើងហ្នឹងបាទអូខេចំណុចទី4បាទបើសិនជាអ្នកនៅត្រូវការមេរបស់អ្នកនោះពេលដែលអ្នកបញ្ចេញគំនិតឬយោបល់ល្អៗសូមឲ្យ credit ទៅកាន់មេរបស់អ្នកកុំបីខានអញ្ចឹងកន្លែងនេះគេចង់បានន័យថាចេះបានន័យថាយើងធ្វើការនៅកន្លែងមួយយើងមានមេមានថ្នាក់លើអញ្ចឹងបើសិនជាការងាររបស់យើងហ្នឹង project របស់យើងហ្នឹងវាត្រូវ proceed វាត្រូវឆ្លងកាត់មេរបស់យើងអ្នកថ្នាក់លើរបស់យើងអញ្ចឹងកុំបីខានបាទពេលដែលការងារហ្នឹងបានលទ្ធផលបានជោគជ័យត្រូវតែឲ្យ credit ទៅកាន់មេរបស់យើងត្រូវតែបង្ហាញថាគាត់គឺបានចូលរួមបាន contribute ជាមួយនឹង project មួយនឹងគម្រោងមួយនឹងបាទដើម្បីអីដើម្បីឲ្យគាត់មានអារម្មណ៍ថាយើងមិនយក credit តែម្នាក់ឯងបានន័យថា over គាត់បានន័យថាម្លងគាត់ចោលទេបាទអញ្ចឹងនិយាយស្រួលយល់ទៅមិនមែនជារឿងមិនល្អទេអានេះគឺជារឿងល្អព្រោះតែកាលណាយើងធ្វើការគឺវាតែងតែមាន system បែបដល់តំណែងហ្នឹងហើយអញ្ចឹងយល់ល្អពេលដែលយើងធ្វើការធ្វើគម្រោងអីចប់ជោគជ័យអីគឺត្រូវតែឲ្យ credit ទៅកាន់មេរបស់យើងព្រោះគាត់ក៏ take part នៅក្នុងហ្នឹងដែរបាទអញ្ចឹងណាប៉ុន្តែអីដែលគេលើកឡើងនេះបើយើងនិយាយឲ្យស្រួលយល់បាទតែគេមើលឃើញនៅ negative side បាទន័យថាហាក់បីដូចជាមេរបស់យើងមិនបានចូលរួមអីទេបាទមិនបានចូលរួមអីទេយើងធ្វើតែម្នាក់ឯងទេអញ្ចឹងដល់ពេលយើងធ្វើការបានជោគជ័យដើម្បីកុំឲ្យថាមេយើងមានអារម្មណ៍មិនល្អយើងយើងឲ្យ credit ទៅគាត់ដែរទៅអញ្ចឹងណានេះអីដែលក្នុងសភៅគេនិយាយតែបើតាមខ្ញុំគិតជាទៅការងារគឺវាត្រូវតែអញ្ចឹងបាទវាមាន process វាអញ្ចឹងវាមាន system មកវាអញ្ចឹងពីមួយដំណាក់កាលទៅមួយដំណាក់កាលយើងត្រូវ report យើងត្រូវ proceed តាមកម្រិតអញ្ចឹងត្រូវតែឲ្យ credit ទៅកាន់ថ្នាក់លើមួយយើងព្រោះគាត់ប្រតិភពនៅក្នុងនោះដែរអូខេបាទចំណុចចុងក្រោយអញ្ចឹង4ចំណុចមិញហ្នឹងភាគច្រើនគឺយើងនិយាយពីឋានៈជាកូនចៅឋានៈជាកូនចៅប៉ុន្តែចំណុចទី5នេះជាចំណុចអីដែលបានរៀនសូត្រពិសេស
cứ bà đây thà cái vậy focus từ lừa đặt lừa mà đong từ lừa cho bài nghi mà đó nè và chẳng không niệm dương chỉ mê kế bà xin thì dương chụp con trái đại bạc cài thứ ca hơi phần mà sọp và vậy đấy chết thưa ca bạc cài tiền màu thưa ca tiền màu thì đợi gì đấy chết thưa ca lọ và chẳng không niệm dương chỉ mê vậy thời đã chết cục cro nên thải đã xa con trai bạn này có bộ lực bạn này còn mình bạn này và làm bài ấy làm bài tục tới vị trí phải chọn đọc lại mà dương từ ngày một tức quật ba chỉ sang mà thôi có sang thì giỏi cho cái lại mà dương công càng người dương chạy trên khá này mà chắc làm bài ấy đầm tại dân cứu thường mấy không nên mình chỉ mấy dân cứu thường mấy làm bài ao dương tại xa ban còn đây không có lại dương tại đây đi muối cứ dương thời tập đó là rọm muối để căn là cô trai vào dưới rồi có mình càng nghe để đây thành công dưới nó ở con nhà đó là con mình biên sầm biệt để không cả phương cả con mình biên sầm biệt để không cả phương cả thì pi mà cứ dương thời bằng hàng không nghiêm dương chỉ mê quá đó nè và dương thời tập bằng hai ở con khơi hỏi mà nhẹ năng khơi tha dương cho chặt con và dương cho chặt con để sao con thực cả nghe lo và con bị xe trên kềm tịnh và con bị xe trên lại đoàn tây tịnh để sao tập hiệp phần xong và cài vào con bị xe trên kềm tịnh và chẳng cứ mình bây giờ nói thì mỗi cứ vừa ao một lần này nắng miền nào tha mình nên biết thì phí cứ vừa khoát miền nào tha chương chỉ mê thì có thể là lời một quát chạm vào đó mình tinh chất từ lời snap đầy một quát thì bấy từ buổi quát miền nào đó còn bị sai trên là tây cảm tịnh và bánh cái đó mới cần tịnh các bạn này và phần tay chẳng nó có cái miền nâu ở dưới chỉ nằm thì đáy và này ta về miền cả lại warning và cả lại một ram thì tôi đây cứ dương chỉ mê nữa nhưng thời chăm tha thơm mấy ai miền bay rồi nói môn nắng đại diện bàn mình chấn tận tái con trai mình nắng dương thời mấy cột có thời mấy ở quát nơi ta cột dữ nơi tập phần hai là cặp cái giá cả như sẽ đấy mất nơi ta cột dữ ăn quát bắt phải nhát bắt mình chia vì này cái lại càng nghe có công càng nghe bao nhiêu nữa lọ trầm trầm bàn chọc chuồn men mình đã sẵn viên men là châu chất men ở bên xe trên kê thì tới thì cái lại chạy và nên thằng mình cột cho bạn mình ấy mình cột mê ấy là nó cứ bắt thời tiền và chắc mà ta bây giờ thì chỉ mấy chẳng hạn quát bay cho mình thấy một lần nó còn hai tại trận mình đo chấn và cứ mình ai tục qua bàn tiền và về số vô lắm và chấn cứ dương bằng hai ở đồng lại quát mình đã sắp biệt quát đó là làm cái xe ở quát trên kênh ít mình tái thời chứ bạn luôn đây ha còn nơi ta cột dưỡng còn ăn quát bọt thì đây chỉ bọc chia bạc chọc chuốn hới còn nơi ta chia mình đừng nét đài tay thành giấy lựa động cài người ta sai thì dưới là một cái và đây là còn bạc cài hết còn thứ cả lọ hết tại vì thì không vô mà đúc được con thì đi ra thì nãy về để quản giấy thì con tay tái ở cái định mà căn giấy này chỉ là lừa và người ta nếu chỉ ca group mới chỉ ca group rồi bọc con trai mà căn mê đây hiện tại là cái định mà mê chứ mà con chỉ mình đưa lọ bạn nó chạy đang không trần trắng vậy group con thẻ xa con ở bàn lọ ok và chẳng bật vào nhà thì mới miền phần năng có con tụi con để bàn tầm lại bye bye